ធ្វើអីឥឡូវម្នាក់ត្រូវរបួសអស់ហើយឯងសប្បាយចិត្តមែនទេមិនដឹងជាអាកកយ៉ាងម៉េចទេឯងពូកែណាស់ចំណាប់ណាស់ចង់សម្ដែងរឹតចង់ឈ្នះហ៎ឲ្យតែរបៀបហ្នឹងប្រកាសជាខូចការបើសិនជាឯងមិនព្រមកែប្រែទេឯងមិនអាចឈរជើងនៅទីនេះបានទេលោកគ្រូពេទ្យគេយ៉ាងម៉េចទៅហើយមិនអីទេផុតគ្រោះថ្នាក់ហើយបាទអរគុណណាលោកបងចាវលីបងបកគលឲ្យខ្ញុំមិនអោយបាត់ទេដឹងហើយយើងដឹងហើយលោកគ្រូពេទ្យថាសុខភាពឯងល្អណាស់គ្មានគ្រោះថ្នាក់អ្វីទេកាលពី5ឆ្នាំមុនយើងត្រូវ2គ្រាប់ដែរតែយើងមិនទាន់ស្លាប់ទេពេលដែលឯងត្រូវគ្រាប់ឯងមាននឹកឃើញអីទេខ្ញុំនឹកឃើញថាខ្ញុំមិនទាន់បានប៉ះស្រីស្លាប់របៀបនេះគួរឲ្យស្ដាយណាលោកពូហ្វាន់អរគុណលោកអ្នកសូមទោសលោកសូមស្លៀកពាក់ឲ្យបានត្រឹមត្រូវសិនបាទឲ្យក្បានកមួយមកយកក្បានកមួយមករួចប៉ុណ្ណឹងបាននៅយើងរកឯងពី3អាទិត្យហើយតើឯងគេចខ្លួនទៅណានៅទូរស័ព្ទទៅការិយាល័យរបស់ឯងគេថាឯងអត់នៅបើមិនអញ្ចឹងទេគេថាឯងទៅប្រជុំបាត់ទៅហើយទៅផ្ទះរកឯងថាឯងទៅប្រទេសប្រេស៊ីលស្មានមកដល់ថាឯងស្រស់ស្រូបនៅទីនេះទៅវិញសោះនៅមាត់ច្រកអាឆ្កែយាមទ្វារមិនចង់ឲ្យយើងចូលទៀតផងឯងនេះគ្រាន់បានណាលោកត្រូវការវិស័យមិនស៊ីទេយើងទៅស៊ីមីសាច់គោប្រហិត3ចានរួចទៅមកមិញនេះខ្ញុំចង់ឲ្យគេចូលមកទេឯងមើលគេមែនតែនពេលចាំបាច់ទូរស័ព្ទទៅប៉ូលីសបាទយើងសូមជម្រាបឯងជាផ្លូវការប៉ូលីសអន្តរជាតិគេកំពុងតែតាមចាប់មេខ្លោងលក់គ្រឿងញៀនជនជាតិថៃហ្វាន់ថិតឯងជាអ្នកលួចលាក់គេយើងសូមឯងសហការជាមួយនឹងយើងប្រគល់គេឲ្យមកវិញមកព្រោះសំណុំរឿងនេះយើងជាអ្នកទទួលខុសត្រូវទាំងអស់ដំណឹងឯងដូចជាមិនត្រឹមត្រូវទេឯងមានដឹងថាយើងជានរណាទេរហស្សនាមយើងហៅថាប៉ែលដាច់ជោគតែកាកសំណល់លោកអធិការចាងយើងចង់ជាមិត្តនឹងគ្នាបានទេយើងក៏ចង់មានមិត្តដែរតែមិនមែនមិត្តរបៀបឯងនេះទេខ្ញុំស្គាល់លោកច្បាស់ណាស់លោកចូលក្នុងអង្គភាពប៉ូលីស8ឆ្នាំតាមខ្ញុំដឹងលោកមិនទាន់បានឡើងបនស័កបន្តិចទេលោកផ្លាស់ប្ដូរតំណែង7លើកត្រូវអង្គភាពបន្ទោសស្ដី12លើកលោកជាមនុស្សមិនចុះសម្រុងនឹងគេលោកអធិការស្មីតថាឯងលប់សតិគេបញ្ជាឲ្យឯងទៅពិនិត្យសរសៃប្រសាទលោកអធិការចាងយើងនិយាយនេះត្រូវដែរឬទេរឿងនេះមានអីតាក់ទងនឹងឯងគេមិនពេញចិត្តខ្ញុំព្រោះខ្ញុំមិនចេះស៊ីសំណុកសោកប៉ាន់ការពិនិត្យបានបញ្ជាក់ថាយើងគ្មានលប់សតិទេផ្ដេសប្រាស់មែនយើងក៏ចង់ដឹងរឿងរបស់ឯងដែរឯងរត់ពន្ធបើកបរលបែងចងការថ្មីបិទឯងជាសភាពបរោះតាមពិតឯងជាមនុស្សគំរក់បំផុតលោកចែក៏រំខានលោកមែនទេអត់ទូលោកទីនេះជាភោជនីយដ្ឋានថ្លៃធ្នូបើសិនជាលោកធ្វើអញ្ចឹងខ្ញុំនឹងប្តឹងប៉ូលីសភ្លាមបាទថយចេញទៅយើងក៏ជាប៉ូលីសនឹងគេដែរ
ក្រាន់បើឯងក្រាន់បើមែនអស់ចាមែនថ្លៃធ្នូហើយចង់ក្បាត់ក៏មានអីថ្លៃធ្នូទៅអ្នកថ្លៃធ្នូបើសិនជាឯងមិនព្រមត្រកូលមនុស្សឯងលាងគូតឲ្យស្អាតត្រៀមខ្លួនជាប់គុកទៅហើយមែនទេយើងចាំមើលឯងđiចុះមើលមុខទៅបងចែគេជាឆ្កែឆ្កួតកុំរវល់នឹងគេសោះលោកតកែសុំអញ្ជើញបាទចេះហេលោកពូហ្វាន់បានស្រួលខ្លួនបន្តិចទេអាចចែឯងមកមើលយើងគ្រោះថ្នាក់ណាស់ណានេះជាបរិយាដែលលោកពូចូលចិត្តយើងបានហាត់ក្លិនរបស់វាតាំងពីឯងចូលមកម្លេះក៏ប៉ុន្តែនារីពេននេះឆ្នះណាស់គេមិនអោយខ្ញុំជក់បរិយទេថាម៉េចលោកពូអើយក៏ខ្លាចស្រីម៉ែណែលោកពូពិសាមកដើមទៅឯងចិត្តបាននឹងយើងណាតែឯងតែមកសួរសុខទុក្ខយើងអាចចេះយើងធ្វើយ៉ាងម៉េចចំពោះមិត្តភក្តិឯងដឹងច្បាស់ណាយើងមិនដែលគិតពីលុយកាក់ទេឲ្យតែជួយគេបានយើងជួយចំណេញហើយតែពេលនេះគេធ្វើយ៉ាងម៉េចចំពោះយើងគេចាត់ទុកយើងជាមនុស្សឈួតឲ្យតែដឹងថាយើងមកម្នាក់រត់គេចខ្លួនអស់ឯងដឹងស្រាប់ហើយយើងនេះជាមនុស្សប្រភេទណាដែរតែស្មានមិនដល់ថាពេលនេះគេមើលងាយយើងដល់ថ្នាក់នេះសោះលោកពូហ្វាន់មានការអីសំទោសលោកមានដឹងថាអ្នកជំងឺមិនអាចពិសាបរិយបានទេគេមានជំងឺស្ទះសរសៃឈាមបើពិសាបរិយនឹងធ្វើឲ្យគេដាច់សរសៃឈាមហេធ្ងន់ធ្ងរម៉ែអ្នកនាងលោកខាងនេះគាត់ជាលោកនាយរបស់យើងណាអូលោកនាយធំតើលោកមានដឹងថាគាត់មិនត្រូវរំភើបខ្លាំងពេកទេលោកឲ្យគាត់ពិសាបរិយធ្វើឲ្យគាត់យំយ៉ាងឈឺចាប់លោកចង់សម្លាប់គាត់មែនទេលោកយល់ដែរឬទេស្រីម្នាក់នេះជាប្អូនជីដូនមួយរបស់ម៉ាអ៊ីងឯងទុកចិត្តគេទេគេជាមិត្តរបស់អាយើងនឹងអាក្រក់តាំងតែពីតូចម្លេះជាសង្សាររបស់អាយើងមែនទេជាមិត្តធម្មតាទេ